បានជម្រាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបចុះឈ្មោះសិស្សថ្នាក់ទី1ថ្មីនៅក្នុងប្រព័ន្ធ Wiki School ជំហានដំបូងលោកគ្រូអ្នកគ្រូចូលទៅកាន់ Google Chrome បាទ Chrome នៅក្នុង PC របស់លោកគ្រូអ្នកគ្រូតោះមកយើងចុចពាក្យ search នេះឬពាក្យសរសេរពាក្យ Wiki បាទ School បាទតោះមកលោកគ្រូអ្នកគ្រូចុច Enter ឬក៏បាទចុចត្រង់ Wiki School នេះមកអញ្ចឹងវាបង្ហាញ logo ខាងលើនេះបាទមានlogo របស់កម្មវិធី Wiki School នេះបាទចុចលើហ្នឹងមកបាទបន្ទាប់មកលោកគ្រូចុចពាក្យទាញយក Wiki School បាទបន្ទាប់មកបង្ហាញផ្ទាំងបែបហ្នឹងអញ្ចឹងសុទ្ធតែអង់គ្លេសអញ្ចឹងលោកគ្រូអាចដូរ ENG នេះអង់គ្លេសនេះចុចត្រង់នឹងមួយមកឆ្វេងបាទវាដូរទៅខ្មែរអញ្ចឹងជំហានដំបូងគឺវាទាមទារលេខកូដសាលារៀនអញ្ចឹងគណៈគ្រប់គ្រងសាលាក៏ដូចជាគ្រូ ICT នឹងផ្ដល់លេខកូដសាលារៀនចំនួនខាងសាលាខ្ញុំគឺ5ខ្ទង់ប៉ុន្តែខ្ញុំអត់ដឹងថាខាងសាលាលោកគ្រូប៉ុន្មានខ្ទង់ទេអញ្ចឹងយើងអាចវាយលេខកូដសាលារៀនមកបាទតើបើលោកគ្រូចុចពាក្យបញ្ជូនបាទអញ្ចឹងវាបង្ហាញបាទឈ្មោះសាលារៀនរបស់លោកអ្នកគ្រូបន្ទាប់មកកន្លែងខាងលើនេះគឺវាទាមទារលេខគណនីអញ្ចឹងលោកគ្រូចុចលេខគណនីដែលគ្រូ ICT ផ្ដល់ឲ្យបន្ទាប់មកយើងវាយពាក្យសម្ងាត់លេខសម្ងាត់នេះគឺលេខសម្ងាត់ជាមួយលេខគណនីហើយនិងលេខកូដសាលារៀនគឺខុសៗគ្នាទាំង3បាទតើមកលោកគ្រូចុចពាក្យចូលអញ្ចឹងយើងរងចាំបន្តិចបាទផ្ទាំងខាងនេះលោកគ្រូអ្នកគឺចុច save ក៏បាន never ក៏បានបញ្ហាទេឥឡូវខ្ញុំចុច never ចុះជំហានបន្ទាប់លោកអ្នកគ្រូចង់ចុះឈ្មោះសិស្សបាទអញ្ចឹងចុះឈ្មោះសិស្សអញ្ចឹងអាផ្ទាំងនេះគឺជាព័ត៌មានរបស់កន្លែងទូទៅអញ្ចឹងយើងអត់ផ្ដោតលើនឹងទេយើងផ្ដោតលើការចុះឈ្មោះសិស្សអញ្ចឹងលោកគ្រូចុចពាក្យទូទៅនេះមកពាក្យរដ្ឋបាលបាទបន្ទាប់មកលោកអ្នកគ្រូក្លេកមើលខាងឆ្វេងនេះគឺឃើញមានពាក្យសិស្សអញ្ចឹងចុចអាកូនព្រួយនឹងមកតើមកចុចអាកន្លែងបញ្ជីបាទអញ្ចឹងយើងរងចាំបន្តិចបាទអញ្ចឹងយើងអត់ឃើញព័ត៌មានសិស្សទេអញ្ចឹងយើងដូរអាឡែងពាក្យថ្នាក់នេះចុចលើនៅមកហើយយើងដាក់ថ្នាក់ទី1អញ្ចឹងវាបង្ហាញព័ត៌មានសិស្សយើងទាំងអស់អញ្ចឹងជាក់ស្ដែងនៅនេះគឺសិស្សថ្នាក់ទី1មានតែ8នាក់អញ្ចឹងយើងចង់ចុះបន្តបន្ទាប់ទៀតបាទដោយសារយើងអត់អាចចុះម្ដងទាំងអស់អញ្ចឹងយើងមានតែវិធីចុះម្ដងមួយបាទមួយថ្ងៃ10នាក់ឬក៏15នាក់ឬក៏20នាក់តាមអាស្រ័យលើអ្នកគ្រូកំណត់បាទអញ្ចឹងយើងឃើញខាងលើនេះមានពាក្យចុះឈ្មោះសិស្សថ្មីអញ្ចឹងលោកគ្រូចុចលើនឹងមកអញ្ចឹងលោកគ្រូឃើញផ្ទាំងលោតមកបាទអូមកយើងឃើញមានប៉ុណ្ណឹងអញ្ចឹងជំហានដែលលោកគ្រូធ្វើគឺបញ្ចូលនាមត្រកូលនេះនាមត្រកូលនេះនាមខ្លួនហើយកន្លែងដែលមានផ្កាយនេះមានន័យថាលោកគ្រូត្រូវតែបញ្ចូលតែកន្លែងមានផ្កាយនឹងទៅចំណែកកន្លែងអត់ផ្កាយអាចចន្លោះទុកសិនហើយនឹងជំហានបន្ទាប់គឺកន្លែងព័ត៌មានសិក្សាចាព័ត៌មានសិក្សានេះលោកគ្រូត្រូវរើសដែរបាទភូមិសិក្សានេះយើងចុចលើនៅមកឬបឋមកន្លែងកម្រិតថ្នាក់រើសថ្នាក់ទី1ហើយកន្លែងថ្នាក់នេះរើសថ្នាក់ទី1បាទវាមានតែប៉ុណ្្នឹងទេដោយសារខ្ញុំចុះថ្នាក់ទី1បាទលោកគ្រូចុះថ្នាក់ទី5គឺមានតែកម្រិតថ្នាក់ទី5នឹងឯងអញ្ចឹងយើងបាទបញ្ចូលកន្លែងនាមតកូលឥឡូវខ្ញុំឧទាហរណ៍សិស្សមួយចុះអញ្ចឹងឧទាហរណ៍ថាសិស្សឈ្មោះចាស់ថៃសុមេងឧទាហរណ៍ថៃអានេះខ្មែរអធិស្ឋានថៃសុមេងថៃសុបាទសុមេងបាទចាឥឡូវនេះយើងវាយអក្សរអង់គ្លេសហើយអង់គ្លេសនេះអត់ខ្វល់ទេលោកគ្រូចុចខុសសិនក៏បានដែរយើងអាចកែពេលក្រោយតែបើយើងដាក់ឲ្យត្រូវហើយគឺងាយស្រួលអញ្ចឹងភេទដែលយើងជ្រើសរើសមកប្រុសឬក៏ស្រីហើយកន្លែងឆ្នាំកំណើតនេះគ្រូអាចវាយជាលេខ D នេះមានន័យថ្ងៃអញ្ចឹងយើងវាយ2ខ្ទង់បើមានតែលេខ2អញ្ចឹងតើយើងវាយ02បាទអញ្ចឹងណាលេខត្រូវវាយឲ្យបាន2ខ្ទង់ហើយខែយើងដាក់ឲ្យគេថាខែ3អញ្ចឹង03អញ្ចឹងទៅឆ្នាំ2019ចាឥឡូវខ្ញុំដាក់ថ្ងៃខែរបស់សិស្សពិតប្រាកដឥឡូវខ្ញុំលុបវិញថៃសុមេងថ្ងៃទី27ខែ3 03 2020 ចឹងកន្លែងផ្កាយត្រូវតែដាក់បាទអញ្ចឹងកន្លែងលេខ
អត្តលេខទូរស័ព្ទនេះយើងអត់ដាក់ទេភូមិកំណើតអត់តាន់ដែរហើយឡើងភូមិសិក្សានេះយើងចូលរើសចឹងមកតែប៉ុណ្ណោះគឺរួចហើយគ្រូអាចបញ្ចូលរូបភាពឲ្យហើយឬក៏ចាំពេលក្រោយក៏បានដែរតែមកយើងចុចពាក្យដែលរក្សាទុកអញ្ចឹងវាលោតសញ្ញា text មិញតមកលោកគ្រូចូលទៅកាន់បញ្ជីវិញហើយកន្លែងនេះគឺករណីបើលោកគ្រូចង់កែសម្រួលវិញភ្លាមៗចុចលើនឹងមកហើយខ្ញុំចូលទៅមើលបញ្ជីឈ្មោះសិស្សថៃសុមេហ្នឹងបានចូលទៅក្នុងបញ្ជីអត់ខ្ញុំចុចលើនឹងមកបាទថៃសុមេនថៃនេះបាទលេខ4ចុះវារៀបអក្សរក្រមឲ្យបាទថៃសុមេននេះអញ្ចឹងចេញឲ្យហាកន្លែងញ៉ាឧទានមានន័យថាប្រព័ន្ធយើងអត់តបានដាក់អត្តលេខចឹងលោកគ្រូអាចចុះតាមក្រោយបានអត់អីទេហើយយើងចង់ចុះឈ្មោះបន្តយើងចុចឥឡូវហ្នឹងធ្វើជំហានដែលហ្នឹងមកបាទរហូតដល់តែអស់សិស្សហើយពេលដែលសិស្សចង់ផ្ទេរចូលពីណាពីណីគឺយើងនៅតែចុះឈ្មោះឲ្យសិស្សអញ្ចឹងបាទដោយមិនចាំបាច់គ្រូ ICT ឬមួយក៏នាយកសាលាចុះឲ្យទេបាទអញ្ចឹងក្នុងមេរៀននេះគឺខ្ញុំបង្ហាញតែប៉ុណ្្នឹងទេបាទជម្រាបលាលោកគ្រូ